នាងនួនបានងាកមុខមកលៀនអណ្ដាតយ៉ាងវែងភ្នែកលៀនហូរឈាមពេញផ្ទៃមុខខ្ញុំនេះហើយជាខ្មោចស្អាតណាស់នេះភ្លាមនោះខ្មោចនាងនួនបានយកដៃទាញក្បាលចេញពីកហើយសក់ឡើងសំពងធ្វើឲ្យមីងគាត់ភ័យញ័រទាំងខ្លួនរត់សឹងតែមិនដល់ផ្ទះក៏ឃើញក្បាលរបស់នាងនៅលើជើងពានហើយនាងបានដើរកាន់ក្បាលរបស់នាងតម្រង់មកពួកគេធ្វើឲ្យពួកគេភ័យខ្លាចស្រែកព្រមគ្នាខ្មោចលងខ្មោចលងខ្មោចនាងនួនបានងាកក្បាលមកតិចបើកភ្នែកធំដាក់បរោះនោះគ្រាន់តែបរោះនោះឃើញមុខនាងភ្លាមធ្វើឲ្យគាត់មានការភិតភ័យស្លន់ស្លោហើយស្រែកថាខ្មោចលងជួយខ្ញុំផងខ្មោចលងបងប្អូនអើយខ្មោចលងខ្ញុំហើយបន្ទាប់មកគាត់បានបំបល់គោយ៉ាងលឿនមិនងាកក្រោយឡើយរឿងខ្មោចលងបាសនិពន្ធនិងផលិតដោយផាត់វិចិត្រនៅក្នុងភូមិមួយមានប្តីប្រពន្ធពីរនាក់ប្តីឈ្មោះមឿនប្រពន្ធឈ្មោះនួនរស់នៅដាច់ស្រយាលពីគេដោយគ្រួសារក្រីក្រពេកទៅប្តីទៅរកស៊ីនៅឯស្រុកឆ្ងាយគ្រាន់បានប្រាក់ខ្លះដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារនាងនួនមិនចង់ឲ្យប្តីទៅសោះព្រោះនាងកំពុងតែមានផ្ទៃពោះផងហើយនៅម្នាក់ឯងទៀតអញ្ចឹងដូចជាមិនសូវចង់សោះតែក៏មិនបានខាត់ប្តីដែរព្រឹកឡើងប្រពន្ធបានរៀបចំបង្វេចរួចជាស្រេចហើយប្រាប់ប្តីឲ្យថែសុខភាពថែខ្លួនផងពេលទៅធ្វើការនៅស្រុកគេថ្មីដូចនេះមិនសូវស្រួលដូចនៅស្រុកយើងនោះទេយើងសុំស្លេះតែត្រឹមនេះយើងមកនិយាយអំពីនាងនួនដែលបាត់ប្តីយូរខែពេកមិនឃើញត្រឡប់មកផ្ទះវិញសោះធ្វើឲ្យនាងមានការព្រួយបារម្ភចំពោះប្តីជាខ្លាំងប៉ុន្តែដោយនាងមានផ្ទៃពោះមិនអាចធ្វើដំណើរទៅឆ្ងាយបានគឺមានតែអង្គុយរងចាំប្តីនៅក្នុងខ្ទមកំសត់តែប៉ុណ្ណោះបន្ទាប់មកមានបុរសម្នាក់បានមកប្រាប់នាងថានួនអើយនាងមិនចាំបាច់ចាំប្តីទៀតនោះទេព្រោះប្តីនាងអាមឿនវាបានរៀបការជាមួយនឹងកូនលោកសេដ្ឋីនៅឯស្រុកឆ្ងាយនោះបាត់ទៅហើយពេលនាងនួនឬគេប្រាប់យ៉ាងដូចនេះនាងសែនតក់ស្លុតស្រយងនៅក្នុងចិត្តជាខ្លាំងរកអ្វីមកថ្លែងពុំបាននោះឡើយហើយហៅនរណាឲ្យមកជួយក៏ពុំមាននាងក្រុមគ្រាចិត្តយ៉ាងខ្លាំងហើយធ្វើឲ្យកម្លាំងកាយរបស់នាងចុះខ្សោយទៅរហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់ដោយគ្មានសាច់ញាតិណាដឹងឮនោះឡើយដោយសារតែនាងឈឺចិត្តឈឺទាំងកាយនាងនួនក៏ធ្លាក់ខ្លួនឈឺហើយដេកស្លាប់នៅក្នុងខ្ទមតែម្នាក់ឯងគ្មានអ្នកស្រុកគ្មានអាចារ្យព្រមទាំងសាច់ញាតិធ្វើបុណ្យឲ្យនាងផងនាងក៏คล้ายទៅជាខ្មោចតៃហោងនៅរងចាំប្តីនៅក្នុងខ្ទមកំសត់នោះទៅមួយរយៈក្រោយមកមានក្មេង 3-4 នាក់បានយកគោទៅខ្វៀលនៅជិតខ្ទមរបស់នាងនួនបន្ទាប់មកពួកក្មេងៗទាំងអស់បានប្រឡែងគោឲ្យស៊ីស្មៅនៅជិតនោះនាំគ្នាលេងល្បែងកំសាន្តសើចសប្បាយរីករាយគ្មានទុក្ខកង្វល់អ្វីឡើយលុះក្រោយមកក៏ឮសំឡេងមនុស្សស្រីបំពេកូនចេញពីក្នុងខ្ទមធ្វើឲ្យក្មេងទាំងអស់នឹកឆ្ងល់ជាខ្លាំងថាអំបាញ់មិញដូចជាមិនមានមនុស្សនៅក្នុងខ្ទមនោះទេតែហេតុអ្វីបានជាឮសំឡេងមនុស្សបំពេកូននៅក្នុងខ្ទមនោះទៅវិញក្មេងៗបាននាំគ្នាដើរទៅមើលហើយបានឃើញស្ត្រីម្នាក់កំពុងអង្គុយយល់អន្រឹងនឹងមានក្មេងយំងាល្វើយគួរឲ្យខ្លាចនាងនួនបានងាកមុខមកលៀនអណ្ដាតយ៉ាងវែងភ្នែកលៀនហូរឈាមពេញផ្ទៃមុខក្មេងៗឃើញហើយធ្វើឲ្យពួកគេផិតភ័យរត់បាត់ជើងសព្រាតព្រមទាំងប្រលឹងនៅចុងសក់ផងដែរយូរថ្ងៃក្រោយមកទៀតមានមីងម្នាក់
ឡើងពីស្ទូងដើរកាត់ខ្ទមនាងនួនចំកណ្ដាលថ្ងៃត្រង់ស្រាប់តែគាត់ឮសំឡេងល្វើយមួយចេញពីក្នុងខ្ទមនោះមកអ្នកមីងអញ្ជើញមកពីណាដែរដោយមិនបានចាប់អារម្មណ៍ហើយហេវខ្លាំងផងក៏ឆ្លើយថាមីងមកពីស្ទូងនៅជិតដល់នឹងណាក្មួយហើយគាត់ងាកមកយឺតរកម្ចាស់សំឡេងស្រាប់តែឃើញនាងនួនបីកូនចេញមកផ្លែតគាត់ក៏ភ្លាត់មាត់ថាណានាងនៅតែពីអ្នកកូនអញ្ចឹងនឹងខ្លាចខ្មោចអីខ្មោចនាងនួនប្រាប់ទៅវិញថាតែខ្លាចធ្វើអីតាអ្នកមីងខ្មោចនឹងព្រោះអីខ្ញុំនេះហើយគឺជាខ្មោចស្រាប់នឹងណាមីងភ្លាមនោះខ្មោចនាងនួនបានយកដៃទាញក្បាលចេញពីកហើយសក់ឡើងសំពងធ្វើឲ្យមីងគាត់ភ័យញ័រទាំងខ្លួនរត់សឹងតែមិនដល់ផ្ទះមានយប់មួយមានភ្លៀងធ្លាក់រលឹមស្រេចមិនដាច់សោះប្រុសកំឡោះពីរនាក់នាំគ្នាដើរចាប់ក្តាមនឹងកង្កែបលុះចេញឆ្ងាយពីភូមិបានបន្តិចក៏ឃើញពន្លឺភ្លើងខ្លុងចេញពីក្នុងខ្ទមមួយពេលនោះពួកគេក៏ដើរទៅជិតស្រាប់តែមានឮសំឡេងខ្ទរឡើងថាតើបងប្អូនទៅណាមកណានឹងភ្លៀងមិនទាន់រៀងផងចូលមកជ្រកនៅផ្ទះបងសិនមកពួកកំឡោះទាំងនោះបានដើរចូលទៅជ្រកក៏ឃើញមានស្ត្រីម្នាក់កំពុងតែយល់អង្រឹងកូននាងបានឲ្យពួកគេអង្គុយលេងហើយប្រាប់ថាបងអង្គុយលេងសិនចុះណាចាំបងទៅយកទឹកក្តៅអ៊ុនមកជូនបងប្អូនពិសាណារួចនាងក៏ដើរចូលទៅខាងក្នុងលុះចេញមកវិញក៏ឃើញក្បាលរបស់នាងនៅលើជើងពៀនហើយនាងបានដើរកាន់ក្បាលរបស់នាងតម្រង់មកពួកគេធ្វើឲ្យពួកគេភ័យខ្លាចស្រែកព្រមគ្នាខ្មោចលងជួយផងខ្មោចលងនៅពេលដែលពួកគេឃើញដូចនេះមានការផិតភ័យជាខ្លាំងហើយសក់របស់ពួកគេបះជ្រងពួកគេក៏នាំគ្នារត់ដួលត្រឡប់ត្រលិនចេញពីខ្ទមនោះទៅកន្លងបានប្រហែលជាកន្លះខែមានពូម្នាក់បានដើរទៅលើកទ្រូនៅឯស្រែពេលមកដល់ខ្ទមរបស់ខ្មោចនាងនួនក៏បានឮសំឡេងអង្ហើយហៅជាសំឡេងមួយលោកពូជួយយកកូនឲ្យខ្ញុំផងព្រោះខ្ញុំជាប់នៅលើចុងឈើឯនេះណាលោកពូអ៊ូសឿនឮហើយក៏តបទៅនាងវិញថាអេនាងតើនាងឡើងទៅធ្វើអីនៅលើហ្នឹងនាងតបដោយសម្ដីអន្លាយថាខ្ញុំអង្គុយចាំពូនៅណានិយាយបានត្រឹមនេះស្រាប់តែនាងនួនទម្លាក់សក់យ៉ាងវែងក្រចកដៃស្រួចផ្នែកលៀនធ្វើឲ្យគាត់ស្រឡាំងកាំងរន្ធត់ចិត្តព្រឺក្បាលសំពងរត់បកក្រោយក្រវែងចោលទ្រូអស់រលីងស្ងប់ស្ងាត់បានមួយរយៈមានបរោះបរទេសឆ្លងកាត់ខ្ទមក្រឡេកឃើញនារីម្នាក់អង្គុយបែកខ្នងសក់វែងគួរឲ្យចង់គយគុណពេលនោះមេឃងងឹតតិចដោយមិនដឹងថាជាខ្មោចបរោះនោះនិយាយលែបខាយតាមបែបប្រុសខលថាអូនស្រីមិនក៏មកអង្គុយម្នាក់ឯងយ៉ាងដូចនេះចាំពូផ្ទះខ្ញុំនៅទីនេះនឹងហើយណាពូហើយអូនមិនខ្លាចខ្មោចទេឬអូនមិនខ្លាចខ្មោចទេព្រោះអូនជាខ្មោចស្រាប់ហើយតាខ្មោចនាងនួនបានងាកក្បាលមកតិចបើកភ្នែកធំដាក់បរោះនោះគ្រាន់តែបរោះនោះឃើញមុខនាងភ្លាម
ធ្វើឲ្យគាត់មានការផិតភ័យស្លន់ស្លោហើយស្រែកថាខ្មោចលងជួយខ្ញុំផងខ្មោចលងបងប្អូនអើយខ្មោចលងខ្ញុំហើយបន្ទាប់មកគាត់បានបំបល់គោយ៉ាងលឿនមិនងាកក្រោយឡើយរឿងខ្មោចនាងនួនលងគេធ្វើឲ្យផ្អើលអស់អ្នកស្រុកឡើងហ៊ានដើរចេញពីផ្ទះនៅក្នុងភូមិនោះមានវត្តមួយមានព្រះសង្ឃមួយអង្គរៀងចំណាស់បន្តិចចេះមុនអាគមអាចបង្ក្រាបខ្មោចព្រាយបិសាចបានអ្នកស្រុកបាននាំគ្នាទៅពិគ្រោះនឹងព្រះតេជគុណឲ្យជួយបង្ក្រាបខ្មោចនាងនួនព្រោះខ្មោចនាងកាចសាហាវណាស់ចេញលងអ្នកស្រុកស្ទើរតែរាល់ថ្ងៃបន្ទាប់មកព្រះតេជគុណបាននិមន្តទៅជាមួយនឹងអ្នកស្រុកដើម្បីកម្ចាត់ខ្មោចនាងនួនកុំឲ្យចេញមករាតត្បាតគេឯងដូច្នេះទៀតលួនអ្នកស្រុកនិងព្រះសង្ឃនិមន្តទៅជិតដល់ខ្ទមនោះស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបន្តិចក្រោយមកក៏ឃើញខ្មោចនាងនួនចេញពីក្នុងខ្ទមនោះមកធ្វើឲ្យអ្នកស្រុកភ័យខ្លាចគ្រប់គ្នាមានតែព្រះតេជគុណមួយព្រះអង្គតែប៉ុណ្ណោះដែលមិនខ្លាចហើយមានព្រះធរៈដីកាថាហេតុអ្វីបានជាញោមមិនទៅចាប់កំណើតហេតុម្ដេចបានជាញោមមកធ្វើបាបអ្នកស្រុកទៅវិញព្រោះខ្ញុំព្រះតេជគុណជាខ្មៅតៃហោងមិនមានបងប្អូនឯណាជួយធ្វើបុណ្យឲ្យខ្ញុំព្រះករុណានោះទេទៅប្រឡឹងនៅវល់មិនអាចទៅចាប់កំណើតបានណាព្រះតេជគុណអញ្ចឹងញោមឈប់ធ្វើបាបគេឯងទៀតទៅចាំអាត្មានិងអ្នកស្រុកធ្វើបុណ្យឧទ្ទិសកុសលឲ្យញោមទៅចុះអរគុណណាស់ព្រះតេជគុណអញ្ចឹងខ្ញុំព្រះករុណាសូមថ្វាយបង្គំលាអ្នកស្រុកទាំងអស់គ្នាបានរៀបចំពិធីបុណ្យនៅក្នុងខ្ទមនោះដើម្បីឧទ្ទិសកុសលផលបុណ្យឲ្យទៅដល់ខ្មោចនាងនួនដើម្បីឲ្យនាងបានទៅដល់សុគតិភពនិងលុះធ្វើបុណ្យរួចរាល់ហើយពួកគេបាននាំគ្នារុះរើខ្ទមនោះចោលចាប់តាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិមិនដែលបានឃើញខ្មោចនាងនួនទៀតនោះឡើយហើយពួកគេទាំងអស់គ្នាក៏មានសេចក្តីសុខសប្បាយរៀងតទៅលែងមានអ្វីមកធ្វើឲ្យពួកគេផិតភ័យខ្លាចតទៅទៀតនោះឡើយសូមអរគុណដល់បងប្អូនដែលបានចូលទស្សនារឿងតាំងពីដើមរហូតដល់ចប់ម៉ែវាអើយកូនឆើតអើយតើអ្នកនៅឯណាមិនដេចឡើយខ្ញុំរកមិនឃើញដឹងទេថាខ្ញុំឃ្លានណាស់ខ្ញុំឃ្លានខ្លាំងណាស់បាយបាញ់នំណែកតាមីងកាត់អីហេតុអីបានជាមីងដេកជុំអញ្ចឹងអើយមីងឃ្លានណាស់ក្មួយអើយមីងនៅមិនទាន់បានហូបបាយនៅឡើយទេណាក្មួយអើយម៉ែអើយម៉ែមិនក៏ម៉ែស្លាប់ចោលកូនអញ្ចឹងម៉ែនៅឡើយមិនទាន់បានផឹកទឹកនៅឡើយទេម៉ែពុកអើយម៉ែអើយកូនកន្លងមកធ្វើខុសធ្ងន់ណាស់ឲ្យកូនសុំទោសរឿងធ្វើបុណ្យទាន់ខែភ្លឺនិពន្ធដោយផាត់វិចិត្រនៅក្នុងភូមិមួយមានគ្រួសារក្រីក្រមួយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកក្នុងគ្រួសារមានសមាជិក3នាក់ឪពុកឈ្មោះថាម្ដាយឈ្មោះវឿននិងមានកូនប្រុសម្នាក់ឈ្មោះឆើតសប្តាហ៍ថ្ងៃគាត់ជាកសិករនិងមានពេលទំនេរគាត់តែងតែដើរបរបាញ់សត្វដើម្បីយកមកផ្គត់ផ្គង់គ្រួសារថ្ងៃមួយពូថាបរបាញ់បានសត្វមួយក្បាលគាត់ក៏បានយកមកផ្ទះឲ្យប្រពន្ធគាត់ធ្វើម្ហូបម៉ែវានេះខ្ញុំបរបាញ់បានសត្វមួយឯងចាំយកទៅធ្វើម្ហូបចុះណាអូ
ណាពុកវីយកមកណាចាំខ្ញុំយកទៅធ្វើម្ហូបស្លកកោឲ្យពុកវីអញហូបហើយនឹងកូនហូបចុះ ហើយចុះឯណាកូនឆើតគេទៅណាហើយម៉ែវី អូកូនឆើតគេទៅលេងផ្ទះមិត្តភ័ក្តិគេនៅជិតភូមិនេះទេដឹងព្រោះបាត់តាំងពីព្រឹកមិនទាន់ឃើញមកវិញទេតើអញរកកូនមានការអីមែនទេ មិនអីទេគ្រាន់តែមិនឃើញកូនទៅសួររកនឹងណាអញ្ចឹងម៉ែវាឯងឆាប់ទៅធ្វើម្ហូបទៅព្រោះខ្ញុំឃ្លានហើយម៉ែបាយឆ្អិននៅស្មាននឹងហើយមិនទាន់ធ្វើម្ហូបហូបបាយទៀតហើយឆាប់ទៅធ្វើម្ហូបទៅម៉ែខ្ញុំឃ្លានណាស់ហើយធុញណាស់ឆើតកូនពុកបានទៅព្រៃបបាញ់បានសัตว์មួយឲ្យម៉ែឯងគេធ្វើសម្លកកោហូបណាថ្ងៃនេះយើងច្បាស់ជាឆ្ងាញ់មាត់មិនខានទេកូនបានស្អីបានទៅសំខាន់ពេលនេះខ្ញុំឃ្លានម៉ែឆាប់ទៅធ្វើម្ហូបឲ្យលឿនទៅ ចាស់កូនម៉ែនឹងទៅធ្វើម្ហូបឥឡូវនេះហើយពូថាទម្លាក់ទឹកមុខចុះហើយបានដើរទៅផ្ទះបាយដើម្បីជួយប្រពន្ធធ្វើម្ហូបមួយសន្ទុះក្រោយមកម្ហូបបានឆ្អិនហើយពួកគេទាំង3នាក់បានហូបបាយជុំគ្នា ម៉ែវាឆ្ងាញ់ណាស់ឯងខ្ញុំខានហូបសម្លឆ្ងាញ់បែបនេះយូរហើយគ្មានឃើញឆ្ងាញ់ស្អីផងទាល់តែហូបភីសា hamburger ទៅវាឆ្ងាញ់គ្រាន់តែសម្លកកោសោះក៏ថាឆ្ងាញ់ដែរខ្ញុំគ្មានឃើញឆ្ងាញ់ស្អីផងហើយចុះអា hamburger និងភីសានោះគឺជាស្អីទៅកូន មនុស្សល្ងងហើយក្រដូចពុកហើយនឹងម៉ែនេះមិនដែលស្គាល់នោះទេអាភីសា hamburger អីនោះហើយខ្ញុំឈប់ហូបហើយខ្ញុំទៅដេកវិញល្អជាងចាប់តាំងពីលឺកូននិយាយដូចនោះពូថាខិតខំធ្វើការរកលុយទាំងយប់ទាំងថ្ងៃដោយមិនគិតពីសុខភាពខ្លួនឯងសោះដើម្បីបានប្រាក់ឲ្យកូនហូបចុកឆ្ងាញ់តាមអ្វីដែលកូនត្រូវការចំណែកឯខ្លួននិងប្រពន្ធសុកចិត្តស៊ីអត់ស៊ីឃ្លានដើរចាប់ក្តាមចាប់ខ្យងនិងបបបាញ់សត្វជាអាហារនិងយកទៅលក់ដើម្បីបានប្រាក់កម្រៃឲ្យកូនបានល្អដូចគេដូចឯងពុកវីកំប្រឹងធ្វើការខ្លាំងពេកណាមើលទៅពុកវីឯងស្គមស្លេកស្លាំងច្រើនណាស់ពុកវីឯងសម្រាប់ខ្លះក៏បានដែរណា មិនអីទេម៉ែវាឲ្យតែកូនបានសប្បាយចិត្តនិងបានម្ហូបឆ្ងាញ់ដូចគេខ្ញុំមិនខ្លាចនឿយហត់នោះទេពុកតើថ្ងៃនេះពុកបានទិញភីសាមកឲ្យខ្ញុំអត់ប្រកាសជាមានកូននេះណែតែនហើយឲ្យមកនៅតែងតោញស្អីទៀតធុញណាអ្នកឆើតកូនមិនគិតអរគុណពុកឯងបន្តិចទេអីហើយមើលគេធ្វើចោះកូននេះចំមែនណែពុកវីកុំគិតច្រើនអីណាតោះឆាប់ទៅងូតទឹកទៅនឹងអាចបានហូបបាយឆាប់បានសម្រាកព្រោះឯងមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់ពូថាបានទៅងូតទឹកហើយញ៉ាំបាយរួចក៏ចូលសម្រាកទៅប៉ុន្មានថ្ងៃក្រោយមកដោយសារតែខ្លួនចាស់និងខិតខំធ្វើការទាំងយប់ទាំងថ្ងៃព្រមទាំងមិនមានម្ហូបអាហារហូបគ្រប់គ្រាន់គាត់ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ពុកវីខ្ញុំបានប្រាប់ហើយថាកុំខំប្រឹងធ្វើការខ្លាំងពេកហើយសម្រាប់ឲ្យបានច្រើនតែពុកវីឯងមិនស្ដាប់ខ្ញុំទេឥឡូវឃើញទេពុកវីឯងឈឺអញ្ចឹងបានអ្នកណារកស៊ីសម្រាប់គ្រួសាររបស់យើងទៅពុកវីម៉ែវាពេលអត់ពីខ្ញុំទៅម៉ែវាឯងត្រូវជួយមើលថែកូនផងព្រោះគេនៅតូចណាស់មិនអីទេពុកវាឯងឆាប់សម្រាកទៅណាកុំខំប្រឹងនិយាយពេកប្រយ័ត្នអស់កម្លាំងសម្រាកទៅពុកវាម៉ែវាតើកូនយើងគេនៅឯណាជួយហៅគេមកជួបខ្ញុំបន្តិចបានទេចាស់បានឆើតអើយ
ណែពុកកូនហៅឆាប់មកឲ្យលឿនមកកូន ហើយវាយ៉ាងម៉េចទៀតហើយម៉ែហៅនោះហៅមនុស្សកំពុងតែដេកស្រួលផងហើយវាយ៉ាងម៉េចឆាបានជាហៅឲ្យហៅយ៉ាងនេះ ណែកូនស្រែកអីលឺម្លេះកូនឯងមិនឃើញពុកឯងកំពុងតែដេកឈឺទេអីកូនកុំស្រែកលឺពេកណា ហើយដឹងឈឺស្អីទេស្រួលមិនស្រួលធ្វើពុតផងក៏មិនដឹងណែពុកសល់ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃប្រជុំហើយណាពុកកុំភ្លេចទិញខោអាវស្អាតស្បែកជើងស្អាតក្រែងដល់ថ្ងៃប្រជុំខ្ញុំចូលចំណោមចុះនឹងគេខ្លះ ណែកូនឯងដូចជាហួសហេតុពេកហើយណាយើងនេះមិនគួរណាមានកូនដូចជាឯងអញ្ចឹងសោះហើយក ុំខឹងនឹងកូនអីណាមិនអីទេកូនចាំពុកឲ្យលុយកូនទៅទិញអ្វីដែលកូនត្រូវការចុះ កូនចាំតែយកលុយពុកដែលຕົកនៅក្រោមខ្នើយម៉ែឯងដេកនឹងទៅណា តែលុយនោះម៉ែទុកទិញថ្នាំឲ្យពុកកូនទេកូនយកមិនបានទេណា ម៉ែក៏មកចេះលុយនោះខ្ញុំទៅយកហើយខ្ញុំនឹងទៅទិញខោអាវស្អាតទុកស្លៀកថ្ងៃបុណ្យប្រជុំណាម៉ែវាម៉ែវាអើយម៉ែវាខ្ញុំពុទ្ធោពុកវាកុំទៅចោលខ្ញុំអីពុកវាឆាប់ដឹងខ្លួនឡើងពុកវាអើយពុកវាកុំទៅចោលខ្ញុំអីណាពុកវាក្រោកឡើងដឹងខ្លួនឡើងពុកវាបានអ្នកណារកស៊ីចិញ្ចឹមពួកខ្ញុំទៅពុកវាជាទីបង្អែកនិងជាបង្គោលគ្រួសារក្រោកឡើងពុកវាឲ្យខ្ញុំពឹងអ្នកណាកុំទៅចោលខ្ញុំអីពុកវាអើយពូថានិយាយរួចគាត់ក៏បានដាច់ខ្យល់ស្លាប់ទៅមីងវឿនក៏បានធ្វើបុណ្យសពឲ្យប្តីរបស់គាត់តាមប្រពៃណីមិនយូរប៉ុន្មានថ្ងៃបុណ្យភ្ជុំបិណ្ឌក៏បានមកដល់អ្នកភូមិអ្នកស្រុកទាំងអស់ក៏បានរៀបចំធ្វើបុណ្យទានតាមប្រពៃណីខ្មែរដែលមានទំនៀមទម្លាប់តាំងពីដូនតារៀងមកអ្នកភូមិគ្រប់គ្នាបានរៀបចំនំចំណីបង្អែមចុងអាបនិងនំអន្សមដើម្បីយកទៅវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាដែលបានចែកឋានទៅតែគ្រួសារមីងវឿនក្រីក្រហើយខ្លួនឈឺបន្ទាប់ពីប្តីបានស្លាប់ទៅគាត់មិនបានទៅវត្តនឹងគេម្ដងណាឡើយអូយឆើតកូនតើកូនរៀបចំទៅវត្តមែនទេកូនអាគឺម៉ែឃ្លានសម្លកកូនណាកូនអូយហើយមកប្រាប់ខ្ញុំធ្វើអីបើឃ្លានមិនទៅធ្វើខ្លួនឯងទៅអត់ឃើញទេខ្ញុំកំពុងរៀបចំចង្ហាន់ទៅវត្តណាមិនអីទេណាកូនតែម៉ែសុំតែទឹកសម្លតែបន្តិចក៏បានដែរណាកូនណាម៉ែពិតជាឃ្លានណាស់ណាកូនអើយនិយាយមិនចេះស្ដាប់គ្នាទេខ្ញុំប្រាប់ឲ្យថាខ្ញុំយកទៅវត្តអូយមិនអីទេណាកូនទៅវត្តចុះណាកូនខ្លាចលោមិនតាន់ចង្ហាន់លោកណាកូនទៅចុះអើយខ្ញុំដឹងហើយមិនចាំបាច់ប្រាប់ខ្ញុំទេម៉ែឯងគួរឲ្យធុញណាខ្ញុំទៅហើយ
ដោយសារតែឃ្លានខ្លាំងពេកមីងវឿនក៏បានទៅរកដួសបាយហូបស្រាប់តែគ្មានបាយមួយគ្រាប់សោះព្រោះឆើតបានដួសយកទៅវត្តអស់ទៅហើយទឹកភ្នែកមីងវឿនបានស្រក់ចុះមកព្រោះមិននឹកស្មានថាកូនរបស់ខ្លួនមានចិត្តអាក្រក់ដាក់ខ្លួនយ៉ាងដូចនេះនោះទេពធកូនប្រុសរបស់ម្ដាយតែបាយមកគ្រាប់ក៏កូនមិនទុកឲ្យម្ដាយហូបដែរកូនអូរំដួលតើអូនមកវត្តដែរមែនទេចាបងមកម្នាក់ឯងទេហើយចុះមីងវឿនក៏អត់មកជាមួយទេបង បាទអូនម៉ែគាត់អត់បានមកទេនិយាយអញ្ចឹងយប់ហ្នឹងបងមកបោះបាយបិណ្ឌអត់បងអូយប់មកបោះបាយបិណ្ឌបាយបោញស្អីទេបងខ្ជិលណាយកពេលដេកវិញល្អជាងយកបាយទៅបោះចោលទៅទេអើយស្ដាយបាយណាបងឯងនេះចេះតែនិយាយហើយគេប្រារព្ធពិធីតាំងពីដូនតាមកមិនក៏បងនិយាយបែបនេះណែបងគេទៅបោះបាយបិណ្ឌនេះណាគឺសម្រាប់ខ្មោចប្រែតអនាថាគ្មានសាច់ញាតិផៅសន្តានឧទ្ទិសកុសលជូនដល់គេដើម្បីឲ្យគេទទួលបានបាយបិណ្ឌនេះណាបងហើយដូនតាបងគ្មាននរណាកើតមកជាប្រែតនោះទេនោះណូបែបឡើងឋានសួគ៌អស់ហើយក៏មិនដឹងហើយបងឆាតអីបងឆាតយើងមើលមិនឃើញទេមនុស្សសាងបុណ្យឬសាងបាបធ្វើល្អធ្វើអាក្រក់ដោយមិនដឹងខ្លួនដូចនេះយើងមិនដឹងឡើយថាយើងកើតទៅជាស្អីបើយើងគ្រាន់តែធ្វើបុណ្យជូនពួកគាត់នោះក៏វាមិនខុសអីដែរបងហើយធុញអូនឯងណាជើរកបានរាប់ស្អីហើយយកបាយទៅស៊ីវិញល្អជាងបងទៅមុនហើយណាធុញណាស់លោកអើយហេតុអីនិស្ស័យបងឆាតមិនដូចជាឪពុកម្ដាយរបស់គាត់អញ្ចឹងអាណិតតែមីងវឿនទេហើយចាប់ណាស់គ្មានចេះមើលថែឪពុកម្ដាយណាហើយជារឿងរបស់គេទេកុំគិតច្រើនអីបានត្រឹមតែអាណិតក៏មិនអាចជួយអ្វីគាត់បានដែរបន្ទាប់ពីរំដួលរាប់បាតនឹងប្រគិនចង្ហាន់រួចហើយរំដួលក៏បានដើរត្រឡប់មកផ្ទះវិញហើយមកដល់មុខផ្ទះរបស់នាយឆាតរំដួលបានឃើញមីងវឿនដេកយំនៅលើគ្រែតែម្នាក់ឯងយ៉ាងកំសត់ពេកក្រៃនាងក៏បានចូលទៅសួរសុខទុក្ខជម្រាបសួរមីងចាលើកដៃថ្វាយព្រះក្មួយតាមីងកាត់អីហេតុអីបានជាមីងដេកយំអញ្ចឹងមីងឃ្លានណាស់ក្មួយអើយមីងនៅមិនទាន់បានហូបបាយនៅឡើយទេណាក្មួយអើយហើយចុះបងឆាតមិនក៏មកដួសបាយមីងហូបអញ្ចឹងមីងហើយថ្មនេះគាត់នៅមិនទាន់មកដល់ផ្ទះទៀតអីអត់ទេក្មួយគេមិនទាន់បានឃើញមកពីវត្តវិញទេឥឡូវនេះបាយកកក៏គ្មានអង្គក៏អស់មីងឃ្លានខ្លាំងណាស់ក្មួយអើយមីងខ្ញុំនៅសល់បាយខ្លះបើមីងមិនប្រកាន់ទេមីងអាចយកបាយទៅពិសាចុះណាមីងពិតមែនទេក្មួយមីងអរគុណណាស់ក្មួយមីងមិនប្រកាន់អីទេឲ្យតែមីងបានហូបបាយឆ្អែតបាញ់ចាំងមីងប្រសាទចុះចាមីងអរគុណហើយណាក្មួយណាចាមិនអីទេមីងអញ្ចឹងក្មួយកាត់លាមីងសិនហើយព្រោះត្រូវទៅរៀបចំបាយសម្រាប់បោះបាយបិណ្ឌនៅព្រឹកនេះទៀតចាក្មួយទៅចុះ
ថ្លែងពីពុថាវិញបន្ទាប់ពីស្លាប់បានកើតទៅជាប្រែតដោយសារតែកាលគាត់នៅរស់បានទៅបបបាញ់សត្វនិងសម្លាប់សត្វជាច្រើនដើម្បីផ្គត់ផ្គង់គ្រួសារនិងដើម្បីឲ្យកូនបានសប្បាយចិត្តទើបធ្វើឲ្យខ្លួនមានបាបកម្មហើយកាត់ទៅជាប្រែតវិញរងទុក្ខទោមនិញឃ្លានអាហាររងចាំប្រពន្ធនិងស្ងួនជីវ៉ាមិនឃើញឡើយណាប្រែតហូរទឹកភ្នែក ម៉ែវាអើយកូនឆើតអើយតើអ្នកនៅឯណាមិនដេចឡើយខ្ញុំរកមិនឃើញដឹងទេថាខ្ញុំឃ្លានណាស់ខ្ញុំឃ្លានខ្លាំងណាស់បាយបាញ់នំណែកបាយសម្លគេដាក់មកឲ្យខ្ញុំទទួលមិនបាននោះទេខ្ញុំប៉ះមិនបានទេព្រោះវាក្តៅណាស់អូយក្តៅឆើតកូនតើកូននៅឯណាពុកក្លៀនណាស់កូនអើយតើកូននៅឯណា ឆើតកូនព្រឹកនេះកូនទៅបោះបាយបិណ្ឌនឹងគេទៅណាកូន ម៉ែខ្ញុំមិនទៅទេនៅដេកវិញវាស្រួលខ្លួនជាងងើបទៅពីព្រឹកព្រលឹមអូយធុញណាងើបមិនរួចទេបើម៉ែចង់ធ្វើបុណ្យណាស់ម៉ែទៅខ្លួនឯងទៅ ឆើតកូនមានម្ដាយមិននឹកស្មានថាកូនខ្លាយទៅជាមនុស្សទំរើសខ្ជិលច្រអូសមិនស្គាល់បុណ្យមិនស្គាល់បាបបែបនេះសោះកូនអើយពុកវាអើយខ្ញុំសុំទោសខ្ញុំមើលថែកូនមិនបានល្អខ្ញុំចង់ទៅវត្តក៏ទៅមិនកើតព្រោះខ្ញុំឈឺម្លេះពុកវារងចាំមើលផ្លូវខ្ញុំមិនខានទេអូយ ដោយសារតែมันបានហូបគ្រប់គ្រាន់និងมันបានមើលថែនិងយកចិត្តទុកដាក់ពីកូនក៏កាន់តែធ្វើឲ្យមីងវឿនគាត់បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ទៅអូឆើតកូនម៉ែស្រេកទឹកណាស់កូនកូនយកទឹកឲ្យម៉ែផឹកបន្តិចមកណាកូន អូយប្រើនោះប្រើធុញណាចាំតិចចាំខ្ញុំទៅយកទឹកឲ្យហុយ មិនទាន់ទាំងបានផឹកទឹកផងមីងវឿនក៏បានដាច់ខ្យល់ស្លាប់ទាំងដែលនាយឆាតមកវិញមិនទាន់សំបីតែដង្ហើមចុងក្រោយរបស់ម្ដាយ ម៉ែហក់នៅទឹកម៉ែនៅទឹកម៉ែអើយម៉ែមិនក៏ម៉ែស្លាប់ចោលកូនអញ្ចឹង ម៉ែនៅឡើយមិនទាន់បានផឹកទឹកនៅឡើយទេម៉ែងើបមកណាម៉ែណាម៉ែក្រោកឡើងមកផឹកទឹកតិចសិនទៅណាម៉ែណាម៉ែ ងើបមកណាម៉ែកុំទៅចោលកូនឯណាម៉ែណាឲ្យកូននៅជាមួយអ្នកណាម៉ែងើបមកណាម៉ែបន្ទាប់ពីធ្វើបុណ្យសពម្ដាយរួចរាល់ហើយនាយឆើតមើលទៅជុំវិញផ្ទះឃើញគេមានម៉ែមានពុកនៅជួបជុំសប្បាយរីករាយហើយងាកមកមើលខ្លួនឯងវិញពុកម៉ែបានស្លាប់ចោលអស់ទៅ រំដួលកូនថ្ងៃនេះជាថ្ងៃបុណ្យចុងក្រោយហើយកូនយកនំណែកនិងអន្សមព្រមទាំងម្ហូបអាហារទៅវត្តជាមួយពុកណាដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនដល់ជីដូនជីតារបស់កូនដែលបានចែកឋានទៅដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់ទីស្ងប់សុខណាកូន ចាពុកកូនបានរៀបចំរួចរាល់អស់ហើយពុក
តោះពុកយើងឆាប់ទៅក្រែងមិនទាន់ចង្ហាន់លោក តោះកូនពុកអើយម៉ែអើយកូនកន្លងមកធ្វើខុសធ្ងន់ណាស់ឲ្យកូនសុំទោសកូននេះអកតញ្ញូណាស់ធ្វើឲ្យពុកម៉ែលំបាករហូតដល់ទៅស្លាប់កូនអាក្រក់ណាស់កូនពិតជាអាក្រក់ណាស់ទោះបីពេលនេះកូនចង់ឲ្យពេលវេលាត្រឡប់មកក្រោយវិញក៏មិនអាចព្រោះពុកម៉ែមិនអាចត្រឡប់មកវិញបានឡើយពុកអើយម៉ែអើយឲ្យកូនសុំទោសសូមពុកម៉ែអហោសកម្មឲ្យកូនផងថ្ងៃនេះជាថ្ងៃបុណ្យចុងក្រោយហើយកូននឹងទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជូនដល់ពុកហើយនឹងម៉ែបងឆាតថ្ងៃនេះបងមកវត្តដែរឆាតក្មួយបានមកអញ្ចឹងល្អហើយណាមកទៅបាំងស្គលឧទ្ទិសកុសលឲ្យទៅឪពុកម្ដាយរបស់ឯងរួចចាំយើងទៅពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀដែលយើងបានសាងមកផងដែរណាក្មួយបាទលោកពូក្មួយអរគុណលោកពូណាស់អញ្ចឹងតោះយើងទៅបងឆាតខ្ញុំឃើញបងចេះភ្ញាក់រលឹកបែបនេះខ្ញុំសប្បាយចិត្តណាស់តើបងឆាប់ទៅទេបាទតាមពិតទៅពិធីបុណ្យភ្ជុំពិតជាសំខាន់ណាស់ខ្ញុំទើបតែដឹងនិងយល់ច្បាស់នៅថ្ងៃនេះទេក្មួយអរគុណច្រើនណាស់លោកពូតាមពិតទៅភ្ជុំបិណ្ឌគឺជាទំនៀមទម្លាប់តាំងពីបុរាណមកម្ល៉េះក្មួយឃើញទេទាំងការរាប់បាតទាំងការបាំងស្គលទាំងការបោះបាយបិណ្ឌទាំងការពូនភ្នំខ្សាច់ទាំងនេះគឺមានតាំងពីដើមមកម្ល៉េះនៅមានមួយទៀតណាក្មួយព្រឹកព្រលឹមនេះនៅមានការបណ្ដែតប្រទីបដើម្បីជូនដំណើរជីដូនជីតាតើក្មួយទៅជាមួយពូដែរឬទេបាទលោកពូក្មួយច្បាស់ជាទៅក្មួយអរគុណច្រើនណាស់លោកពូក្មួយសង្ឃឹមថាពុកម៉ែក្មួយនឹងទទួលបាននៅបុណ្យកុសលដែលក្មួយបានធ្វើនៅថ្ងៃនេះណាលោកពូពិតណាស់ក្មួយពួកគេប្រកាសជាបានទទួលនៅអំពើល្អរបស់ក្មួយនឹងជួយឲ្យពួកគាត់បានទៅដល់ឋានទីស្ងប់សុខណាក្មួយបន្ទាប់ពីនាយឆាតបានធ្វើបុណ្យឧទ្ទិសកុសលរួចរាល់បុណ្យកុសលដែលគេបានធ្វើនោះបានទៅដល់ឪពុកម្ដាយរបស់គេហើយឪពុកម្ដាយរបស់គេក៏បានរួចផុតពីកម្មពៀដែលបានសាងហើយបានទៅទីឋានដែលស្ងប់សុខចំណែកឯនាយឆាតវិញបន្ទាប់ពីយល់នៅកំហុសនិងសាងខ្លួនជាមនុស្សល្អអ្នកស្រុកអ្នកភូមិបានជួយជ្រោមជ្រែងឲ្យគេរកស៊ីនិងមានការងារធ្វើហើយមានបានជីវភាពធូរធារចាប់តាំងពីថ្ងៃនោះមកហើយនាយឆាតក៏បានចូលស្ដីដណ្ដឹងនាងរំដួលដែលជាកូនពូសឿនធ្វើជាភរិយានិងរស់នៅជាមួយគ្នាដោយមានសុភមង្គលតរៀងមកព្រលឹមស្រាងពួកគេបានចាក់ចេញពីខេត្តសៀមរាបពុំសូវមានអារម្មណ៍ល្អនឹងគ្នាឡើយព្រោះពីយប់មិញបរិះនេះបានលើកទូរស័ព្ទនិយាយជាមួយមិត្តស្រីរបស់គេផ្សេងទៀតជាហោហែធ្វើឲ្យនាងខឹងប្រច័ណ្ឌហើយឆ្លោះគ្នាស្ទើរពេញមួយយប់នៅតាមផ្លូវមិនថាកន្លែងឈប់ឬកន្លែងញ៉ាំអាហារនោះទេនាងរអ៊ូខឹងបរិះម្នាក់នោះរហូត
រហូតមកដល់ខេត្តកំពង់ធំក៏ឈប់សម្រាកនៅកន្លែងមួយស្រាប់តែឡានតាក់ស៊ីបើកយ៉ាងលឿនដូចព្យុះមកបុកនាងហើយប៉ាល់ខ្ទាតដល់ទៅ10ម៉ែត្រប្រកាច់ស្លាប់មួយរំពេចឯឡានមិនបានបង្អង់យូរក៏ជន់ល្បឿនបន្ថែមបើករត់បាត់ស្រមោលបុរសនោះឃើញសង្សារស្លាប់ស្រស់ៗបែបនេះប្រែជាស្រឡាំងកាំងហើយភ័យនឹងកំហុសរបស់ខ្លួនផងក៏ឡើងជិះម៉ូតូបើកចេញទៅទាំងផិតភ័យមកភ្នំពេញវិញទុកឲ្យខ្មោចនាងនួននៅស្លាប់ស្ដុកស្ដឹងក្បែរទ្រូងផ្លូវមុខច្រកចូលផ្ទះអាចារ្យភ្លុកម្នាក់គាត់ក៏យកក្រណាត់សមកគ្របពីលើសពហើយយកដៃទាញត្របកភ្នែកឲ្យបិទជិតព្រោះភ្នែកនាងនៅបើកក្រឡោតទឹកមុខញញឹមស្រស់នៅឡើយតានិយាយម្នាក់ឯងថាមើលចុះសាច់នៅក្តៅអ៊ុននៅឡើយនាងអើយនាងស្លាប់ទាំងបិទភ្នែកមិនជិតហេតុអីក៏ឲ្យឡានបុកស្លាប់អញ្ចឹងអាឡូអ្នកណាទេមកពុំឃើញលេខអញ្ចឹងអាឡូបងជំរាបសួរថ្មណែហើយលោកបងសឹងលក់ហើយនៅសឹងលក់ឯណាបើទើបតែសំងំបានបន្តិចញោមក៏ទេមកបើលោកបងមិនចង់ឲ្យគេរំខានមិនក៏មិនបិទទូរស័ព្ទមុនពេលសឹងចុះញោមទេមករនអ្នកណាច្រឡំលេខទីដឹងហើយញោមឈ្មោះអីចុះហេតុអីបានជាស្គាល់លេខអាត្មាមិនដែលស្គាល់សំឡេងនេះផងខ្ញុំព្រះករណានៅចិត្តនេះនៅណាអាត្មាមិនឃើញទីនៅខាងលើនឹងពេលនោះភិក្ខុខំងើយទៅលើធ្នឹមក៏ឃើញខ្មោចនាងអង្គុយនិយាយទូរស័ព្ទមានតែលលាក្បាលក្រចកវែងសក់ទម្លាក់ចុះមកក្រោមភិក្ខុអង្គនោះស្រែកខ្លាំងពុទ្ធោខ្មោចលងក្រោយពីមានអត្តពលបុណ្យនៃក្តីស្រឡាញ់ដែលយុវវ័យនិយមឲ្យផ្កាគ្នាថាជាថ្ងៃបុណ្យសង្សារធ្វើឲ្យយុវតីម្នាក់មានអាយុ17ឆ្នាំធ្លាក់ក្នុងអន្លង់ស្នេហាត្រូវបានសង្សារនាំដើរលេងផ្លេចផ្ទះផ្លេចការរៀនសូត្រឆ្លក់វង្វេងនៅការសប្បាយរហូតដល់ផឹកគ្រឿងស្រវឹងនិងសែបគ្រឿងញៀនទៀតផងក្រៅពីដើរលេងតាមក្លឹបកម្សាន្តនៅភ្នំពេញប្រុសរបស់នាងបាននាំនាងដើរលេងរហូតដល់កំពង់សោមកែបនិងចុងក្រោយទៅដល់សៀមរាបទៀតផងស្ថិតក្នុងសម្លៀកបំពាក់ខើចខ្លីខើចលើខើចក្រោមសក់ពណ៌ក្រហមដូចសក់ពោតនាងជាក្មេងស្រីមានអត្តចរិតងងក់ច្រើនជាមួយសង្សារដែលនិយមជិះម៉ូតូធំសក់ក្រហមចោះក្រវិលម្ខាងសាក់រូបលើស្មាបានជិះម៉ូតូអបចង្កេះគ្នាយ៉ាងស្អិតព្រលឹមស្រាងពួកគេបានចាក់ចេញពីខេត្តសៀមរាបពុំសូវមានអារម្មណ៍ល្អនឹងគ្នាឡើយព្រោះពីយប់មិញបរិសនេះបានលើកទូរស័ព្ទនិយាយជាមួយមិត្តស្រីរបស់គេផ្សេងទៀតជាហោហែធ្វើឲ្យនាងខឹងប្រច័ណ្ឌហើយឆ្លោះគ្នាស្ទើរពេញមួយយប់នៅតាមផ្លូវមិនថាកន្លែងឈប់ឬកន្លែងញ៉ាំអាហារនោះទេនាងរអ៊ូខឹងបរិសម្នាក់នោះរហូតមកដល់ខេត្តកំពង់ធំក៏ឈប់សម្រាកនៅកន្លែងមួយហើយបានជជែកគ្នាមួយស្របក់នាងនិយាយទាំងក្តៅក្រហាយទៅកាន់បរិសនោះថាបងដឹងទេពេលនេះខ្ញុំមានកូនជាង2ខែមកហើយហេតុអីក៏បងនៅតែតាក់ទងជាមួយពួកស្រីទាំងអស់នោះទៀតចោះរឿងរបស់យើងបងគិតធ្វើយ៉ាងម៉េចបុរសនោះតបវិញថាឲ្យបងធ្វើយ៉ាងម៉េចបើយើងនៅក្មេងៗរៀនមិនទាន់ទាំងចប់ថ្នាក់ផងនោះទៅរកការងារណាធ្វើបានចំណែកស្រីទាំងនោះសុទ្ធតែជាមិត្តភក្តិរាប់អានគ្នាធម្មតាតែប៉ុណ្ណោះនាងបន្តសួរម្ដងទៀតមិត្តភក្តិធម្មតាដូចជាខ្ញុំដែរមែនទេដោយសារតែពួកគេនៅក្មេងពុំសូវចេះពិចារណាដូចគ្នាធ្វើឲ្យការជជែកគ្នាคล้ายទៅជាចំនួនយ៉ាងធំពេលនោះនាងខឹងសង្សារកាន់តែខ្លាំងឡើងធ្វើឲ្យនាងក្រវែងមួកចោលរត់ឆ្លងថ្នល់ដោយមិនបានមើលឆ្វេងស្ដាំស្រាប់តែឡានតាក់ស៊ីបើកយ៉ាងលឿនដូចព្យុះមកបុកនាងហើយប៉ាងខ្ទាតដល់ទៅ10ម៉ែត្រប្រកាច់ស្លាប់មួយរំពេចឯឡានមិនបានបង្អង់យូរក៏ជន់ល្បឿនបន្ថែមបើករត់បាត់ស្រមោលបុរសនោះឃើញសង្សារស្លាប់ស្រស់ៗបែបនេះប្រែជាស្រឡាំងកាំងហើយភ័យនឹងកំហុសរបស់ខ្លួនផង
ក៏ឡើងជិះម៉ូតូបាក់ចេញទៅទាំងផិតភ័យមកភ្នំពេញវិញទុកឲ្យខ្មោចនាងនួននៅស្លាប់ស្ដុកស្ដឹងក្បែរទ្រូងផ្លូវមុខច្រកចូលផ្ទះអាចារ្យភ្លុកម្នាក់តាអាចារ្យភ្លុកមានអាយុប្រមាណជា60ឆ្នាំគាត់ជាបរិសុទ្ធពោះម៉ៃរស់នៅតែម្នាក់ឯងក្រោយពីត្រឡប់មកពីវត្តវិញគាត់ឃើញអ្នកស្រុកឈរមើលអ៊ូអរក្បែរថ្នល់គាត់ក៏ដើរទៅឈ្ងោកមើលទើបដឹងថាក្មេងស្រីម្នាក់នេះទើបនឹងស្លាប់ថ្មីឃើញដូច្នេះគាត់លាន់មាត់ថាពុទ្ធោអើយមិនគួរមកស្លាប់ទាំងក្មេងយ៉ាងនេះសោះដោយខ្លួនជាអាចារ្យខ្មោចស្រាប់ហើយអាណិតដល់ខ្មោចអនាថាផងថែមទាំងមិនដឹងពីអត្តសញ្ញាណមកពីណាគាត់ក៏សម្រេចចិត្តឲ្យអ្នកស្រុកជួយសែងសពមកដាក់នៅផ្ទះរបស់គាត់ដើម្បីរៀបចំពិធីបូជាសពឲ្យនាងគាត់ក៏យកក្រណាត់សមកគ្របពីលើសពហើយយកដៃទាញត្របកភ្នែកឲ្យបិទជិតព្រោះភ្នែកនាងនៅបើកក្រឡោតទឹកមុខញញឹមស្រស់នៅឡើយតានិយាយម្នាក់ឯងថាមើលចុះសាច់នៅក្តៅអ៊ុននៅឡើយនាងអើយនាងស្លាប់ទាំងបិទភ្នែកមិនជិតហេតុអីក៏ឲ្យឡានបុកស្លាប់អញ្ចឹងតាអាចារ្យបានបូជាសពឲ្យនាងនៅខាងក្រោយផ្ទះគាត់អ្នកភូមិក្បែរផ្ទះអាចារ្យមានអារម្មណ៍ថាខ្លាចខ្មោចនាងគ្រប់គ្នាព្រោះនាងជាខ្មោចតៃហោង7ថ្ងៃក្រោយមកនៅពេលរាត្រីអាចារ្យម្នាក់នេះអុជចង្គៀងប្លង់សម្រាននៅមាត់ទ្វារព្រោះក្តៅស្អុះពេកគាត់ពុំដែលមានភ្លើងអគ្គិសនីប្រើទេប៉ុន្តែពេលខ្លះអ្នកជិតខាងឃើញបង្អួចផ្ទះគាត់បើកចំហមានពន្លឺភ្លើងភ្លឺពេញផ្ទះថែមទាំងឮបទចម្រៀងស្ទាវទៀតផងពេលប្រលប់ខ្លះអ្នកស្រុកដើរកាត់គេឃើញមានក្មេងស្រីម្នាក់អង្គុយសំកុកនៅមាត់ទ្វារធ្វើឲ្យពួកគេព្រឺក្បាលសំពងហើយជួនកាលគេឮសំឡេងគប់ដុំថ្មក្ដុងក្ដាំងរកមូលហេតុមិនឃើញពេលយប់ខ្លះនៅពាក់កណ្ដាលអាធ្រាត្រគេឮសំឡេងមានមនុស្សស្រីបំពេកូនល្វើយយ៉ាងក្រលួចធ្វើឲ្យឆ្កែលូពេញមួយយប់តាអាចារ្យទោះជាគេប្រាប់តគ្នាថាផ្ទះគាត់មានខ្មោចលងក៏ដោយក៏គាត់មិនជឿគេដែរព្រោះរាល់យប់គាត់សម្រានតែម្នាក់ឯងមិនដែលឃើញមានអ្វីខុសប្លែកពីធម្មតាឡើយតែមានយប់មួយក្រោយពីតាអាចារ្យមកពីបនខ្មោចគេវិញគាត់សម្រានទាំងយកដៃកងថ្ងាសព្រោះអស់កម្លាំងខ្លាំងពេកមិនទាំងខ្មិចភ្នែកផងគាត់ក៏សម្លឹងមើលទៅលើធ្នឹមផ្ទះរបស់គាត់ក៏ឃើញខ្មោចនាងអង្គុយសំចុងជើងលៀនអណ្ដាតចិត្តដល់រនៀបភ្នែកលៀនប៉ុនពងមាន់គឺបែបលៀនមានហូរឈាមផងដែរភ្លាមនោះតាបាននិយាយទៅកាន់នាងយ៉ាងប្រងើយថានាងអើយនាងកុំលេងសើចជាមួយតាដេកកំដរខ្មោចស្ទើរតែរាល់យប់តាមិនចេះខ្លាចខ្មោចទេខ្មោចនាងនោះទោះជាខំបញ្ចេញអាកប្បកិរិយាធ្វើយ៉ាងណាក៏តាមិនខ្លាចនាងដែរទាល់ដំរេះខ្មោចនាងនួនក៏បានប្រែរូបរាងយ៉ាងស្រស់ស្អាតមានក្លិនក្រអូបមកអង្គុយចុងជើងរួចយកដៃកេះជើងតាជាញយតាអាចារ្យប្រាប់នាងថាកុំឆាឆៅតាងុយដេកណាស់តាបានបូជាសពឲ្យនាងហើយមិនក៏នាងរមើលគុណតាយ៉ាងនេះតាយកខ្ញុំធ្វើជាសង្សារទៅតានិយាយលេងថាហើយចុះមានទៅស្អីតាពុះម៉ាយស្រាប់ហើយតើនិយាយបណ្ដើគាត់ងើបអង្គុយបណ្ដើនាងបន្តទៀតថាខ្ញុំយកសង្សារស្ទាវបានត្រឹមតែឈឺចាប់រត់ចោលឪពុកម្ដាយបាត់បង់ទាំងការសិក្សាដល់ពេលខ្ញុំស្លាប់ទៅសំបីតែរូបខ្ញុំក៏គេមិនមើលផងឲ្យខ្ញុំខ្លាចជាខ្មោចអនាថាពេលនេះខ្ញុំចង់ស្រឡាញ់មនុស្សចាស់វិញម្ដងតាំងពីពេលនោះមកអ្នកជិតខាងតែងតែឮតាអាចារ្យជជែកគ្នាចាប់តាំងពីពាក់កណ្ដាលអាធ្រាត្រឡើងទៅគេឮតានិយាយរងំម្នាក់ឯងជួនកាលគេឮសំឡេងមនុស្សស្រីសន្ទនាជាមួយតាយ៉ាងល្អក់ល្អឿនជាទីបំផុតអ្នកស្រុកបានយករឿងនេះទៅប្រាប់កូនរបស់គាត់ដែលរស់នៅភូមិក្បែរនោះពួកគេបានបញ្ជូនកូនកំឡោះ3នាក់មកឃ្លាំមើលតើឪពុករបស់ខ្លួនពិតជាមានស្រីដូចគេថាមែនឬអត់
ពេលរំលងអាត្រៀតកំឡោះទាំង3បានទៅលួចមើលនៅក្បែរផ្ទះជីតារបស់គេពេលនោះពួកគេក៏បានឮតារបស់គេនិយាយគ្នាជាមួយមនុស្សស្រីមែនកំឡោះទី1បានលួចមើលតាតាមចន្លោះជញ្ជាំងគេពុំឃើញមានអ្វីក្រៅពីចង្កៀងប្លង់ប្លង់មួយនោះឡើយនឹងឃើញតាអង្គុយនិយាយឆ្កាដៃឆ្កាជើងម្នាក់ឯងហើយខ្សឹបប្រាប់ប្អូនថាតានិយាយទៅម្នាក់ឯងហ្នឹងកំឡោះទី2រុលអាតមើលក៏ឃើញតាកំពុងតាគៀកកើជាមួយស្រីក្មេងដោះស្រស់ស្អាតគេខ្សឹបតិចតិចប្រាប់ប្អូនរបស់គេថាតាមានស្រីខ្ចីញញវើយបុរសទី3តបថាវាមិនដែលហើយក៏ខំអើតតាមចន្លោះជញ្ជាំងក៏ឃើញតាកំពុងតាគៀកកើយអោបថើបខ្មោចស្រីដែលមានភ្នែកក្រហមថ្លាចាញ់ចង្កូមស្រួចសក់វែងអន្លាយមុខមាត់ជាខ្មោចព្រាយគួរឲ្យខ្លាចគេស្រែកភ្លាត់សំឡេងខ្មោចលោកតាស្រឡាញ់ខ្មោចហើយក៏នាំគ្នារត់ទាំងប្រលឹងចំសក់ផ្អើលដល់តាអាចារ្យដែលកំពុងតែមានសេចក្តីសុខបើកទ្វារចេញមករអ៊ូថាយើអាក្មេងអស់នេះពិតជារំខានមែនវើយមានឡានដឹកដំឡូងមកដល់ខេត្តកំពង់ធំបានខូចនៅត្រង់ចំណុចខ្មោចនាងនួនស្លាប់ដោយមានភ្លៀងធ្លាក់តិចផងដែរនៅក្នុងឡាននោះមានព្រះសង្ឃ2អង្គជាអ្នករួមដំណើរបានទៅសុំផ្ទះតាអាចារ្យសម្រាប់មួយយប់តាសួរព្រះសង្ឃថាបដិជគុណនិមន្តមកទាំងយប់មានការអីដែរអាត្មាសូមស្នាក់នៅមួយយប់ព្រោះឡាននោះវាខូចបាត់ទៅហើយបដិជគុណនិមន្តមកពីណាពួកអាត្មានិមន្តមកពីស្ទឹងសែនខកឡានក៏បានជិះឡានដឹកដំឡូងមកព្រោះបញ្ញាប់ប្រឡងស្អែកអាត្មាស្នាក់នៅវត្តលង្កានិមន្តមកពីលេងផ្ទះញោមស្រីអញ្ចឹងខ្ញុំប្រកាសណារៀបចំកន្លែងប្រគេននិមន្តសឹងប៉ុន្តែយប់នេះខ្ញុំប្រកាសណាមិននៅផ្ទះទេព្រោះរវល់ទៅបុណ្យសពតាអាចារ្យរៀបចំកន្ទេលខ្នើយភួយឲ្យព្រះសង្ឃហើយក៏ចេញទៅបាត់នៅយប់នោះភិក្ខុទាំង2អង្គនេះរវល់តែទូរស័ព្ទមិនចេះចប់ម្ដងឮសន្ទនាជាមួយអ្នកនេះម្ដងឮសន្ទនាជាមួយអ្នកនោះសុទ្ធតែជាញោមធម៌ស្រីមិនចេះដាច់រហូតដល់ម៉ោង1រំលងអាត្រៀតទើបចប់ភិក្ខុទាំង2អង្គទើបតែសឹងបានរលាវសំឡេងទូរស័ព្ទមួយបានរឡើងចំទូរស័ព្ទភិក្ខុរូបស្រស់ដែលសម្បូរខាងវោហាអាឡូអ្នកណាទេមកពុំឃើញលេខអញ្ចឹងអាឡូបងជំរាបសួរថ្មនេះហើយលោកបងសឹងលក់ហើយនៅសឹងលក់ឯណាបើទើបតែសំងំបានបន្តិចញោមក៏ទេមកម៉ែលោកបងមិនចង់ឲ្យគេរំខានមិនក៏មិនបាត់ទូរស័ព្ទមុនពេលសឹងចុះញោមទេមករកអ្នកណាច្រឡំលេខទីដឹងហើយញោមឈ្មោះអីចុះហេតុអីបានជាស្គាល់លេខអាត្មាមិនដែលស្គាល់សំឡេងនេះផងខ្ញុំព្រះករណានៅចិត្តនេះនៅណាអាត្មាមិនឃើញទីនៅខាងលើនឹងពេលនោះភិក្ខុខំងើយទៅលើធ្នឹមក៏ឃើញខ្មោចនាងអង្គុយនិយាយទូរស័ព្ទមានតែលលាក្បាលក្រចកវែងសក់ទម្លាក់ចុះមកក្រោមភិក្ខុអង្គនោះស្រែកខ្លាំងពុទ្ធោខ្មោចលងភ្ញាក់ផ្អើលរត់ស្ទើររបូតស្បង់ទាំង2អង្គក្រោយពីមានការភ្ញាក់ផ្អើលខ្មោចលងព្រះសង្ឃរួចលោកមេឃុំជាមួយនឹងប្រជាពលរដ្ឋព្រមទាំងគណៈកម្មការវត្តសម្រាប់រុះរើផ្ទះតាអាចារ្យភ្លុកទៅធ្វើជាកុដិលោកនៅឯវត្តវិញរួចនាំគ្នាធ្វើបុណ្យឧទ្ទិស